បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតហើយរួចហើយថ្ងៃនេះក៏បានដកស្រង់ទៅនឹងអត្ថបទសុខភាពមួយទៀតបាទដើម្បីជាការចែករំលែកទៅដល់បងប្អូនឲ្យបានដឹងបាទតាក់ទងទៅនឹងផ្លែសាវម៉ាវគឺមានអត្ថប្រយោជន៍ច្រើនចំពោះស្ត្រីដែលកំពុងតែពោះបាទអញ្ចឹងបងប្អូនយើងស្គាល់ហើយបងប្អូនណោះបាទផ្លែសាវម៉ាវហើយនេះជាប្រភេទផ្លែឈើបាទដែលមានរសជាតិឆ្ងាញ់ផងដែរហើយក៏មានអត្ថប្រយោជន៍ច្រើនសម្រាប់បងប្អូនដែលគាត់កំពុងតែពោះបាទផ្លែសាវម៉ាវនេះគឺមានអត្ថប្រយោជន៍ច្រើនហើយចំពោះអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏បានដកស្រង់បាទចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីជាការចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងអំពីអត្ថប្រយោជន៍របស់ផ្លែសាវម៉ាវបាទហើយដើម្បីកុំឲ្យខាតពេលវេលាយូរដែរបាទអញ្ចឹងក៏សូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នាមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំទាំងអស់គ្នាផងដែរបាទនៅអំឡុងពេលមានករបបអាហារល្អៗដែលមានជីវជាតិគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ផ្លែឈើនិងបន្លែស្រស់ៗជាច្រើនចាំបាច់ត្រូវបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ស្ត្រីពោះយើងដឹងហើយថាផ្លែឈើមួយចំនួនដូចជាផ្លែប៉ោមចេកទំពាំងបាយជូរនិងស្វាយផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើននៅអំឡុងពេលនេះយ៉ាងណាមិញតើស្ត្រីពោះអាចញ៉ាំផ្លែសាវម៉ាវបានដែរឬទេតើវាមានអត្ថប្រយោជន៍និងផលប៉ះពាល់អ្វីខ្លះអត្ថប្រយោជន៍នៃផ្លែសាវម៉ាវចំពោះស្ត្រីពោះពិតណាស់ស្ត្រីពោះអាចញ៉ាំផ្លែសាវម៉ាវបានដោយពុំមានផលប៉ះពាល់អ្វីឡើយផ្ទុយទៅវិញវាបែរជាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនប៉ុន្តែផ្លែសាវម៉ាវដែលទុំជ្រុលអាចមានជាតិអាល់កុលនិងអាចបង្កគ្រោះថ្នាក់ទាំងម្ដាយនិងទារកលើសពីនេះផ្លែសាវម៉ាវដែលទុំជោក៏មានផ្ទុកជាតិស្ករខ្ពស់ដែលអាចផ្ដល់ផលប៉ះពាល់ដល់ម្ដាយមានជំងឺទឹកនោមផ្អែមពេលមានកផងដែរអត្ថប្រយោជន៍សុខភាពមួយចំនួនដែលម៉ាក់ទទួលបានពីផ្លែសាវម៉ាវដូចជាចំណុចទី1កាត់បន្ថយអាការៈក្អួតចង្អោរនិងវិលមុខចំពោះម៉ាក់មួយចំនួនដែលមានអាការៈក្អួតចង្អោរនិងវិលមុខគ្រប់ត្រីមាសទាំងអស់អាចសាកល្បងញ៉ាំផ្លែសាវម៉ាវនេះបានពីព្រោះវាអាចកាត់បន្ថយអាការៈទាំងនេះបានយ៉ាងមានប្រសិទ្ធភាពចំណុចទី2ប្រភពនៃជាតិដែកជាមួយនឹងប្រភពដ៏ល្អនៃជាតិដែកផ្លែសាវម៉ាវគឺជាអាហារសម្រន់ដែលអាចជួយរក្សាកម្រិតគ្រាប់ឈាមហេម៉ូក្លូប៊ីនស្ត្រីពោះបន្ថែមពីនេះវាក៏អាចជួយកាត់បន្ថយអាការៈអស់កម្លាំងថែមទៀតផងចំណុចទី3ប្រឆាំងនឹងជំងឺទូទៅជាមួយគ្នានេះដែរផ្លែសាវម៉ាវមានផ្ទុកជាតិផូស្វ័រដែលអាចជួយក្នុងការរំលាយអាហារនិងកាត់បន្ថយការទល់លាមកបានយ៉ាងស័ក្តិសិទ្ធិជាងនេះទៅទៀតវាក៏អាចប្រឆាំងនឹងជំងឺផ្ដាសាយគ្រុនក្តៅឈឺក្បាលនិងជួយឲ្យម៉ាក់មានសុខភាពល្អអំឡុងពេលមានកចំណុចទី4ប្រភពនៃវីតាមីន E ផ្លែសាវម៉ាវក៏ជារូបមន្តធម្មជាតិដ៏អស្ចារ្យក្នុងការកម្ចាត់ចោលនៅបញ្ហាស្បែកផ្សេងដូចជាស្នាមសង្វារក្រោយសម្រាលកូនវីតាមីន E នៅក្នុងផ្លែសាវម៉ាវក៏អាចជួយបញ្ជៀសភាពចាស់មុនវ័យមុនរមាស់អំឡុងពេលមានផ្ទៃពោះផងដែរចំណុចទី5គ្រប់គ្រងសម្ពាធឈាមនិងកូលេស្តេរ៉ុលផ្លែសាវម៉ាវជួយបង្កើនចលនាឈាមដោយគ្រប់គ្រងសម្ពាធឈាមហើយក៏វាកាត់បន្ថយអាការៈហើមដៃនិងជើងអំឡុងពេលមានកចំណុចទី6ជួយបន្សាបជាតិពុលក្នុងខ្លួនសារធាតុពុលដែលមាននៅក្នុងរាងកាយគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យម៉ាក់ងាយឈឺប៉ុន្តែផ្លែសាវម៉ាវជួយកម្ចាត់ចោលនៅសារធាតុពុលពីរាងកាយនិងជួយកម្ចាត់ចោលនៅលោហៈធាតុធ្ងន់នៅក្នុងខ្លួនរបស់យើងចំណុចទី7ជួយពង្រឹងប្រព័ន្ធភាពស៊ាំជាធម្មតាស្ត្រីពោះមានប្រព័ន្ធភាពស៊ាំទន់ខ្សោយជាងអ្នកដែលគ្មានផ្ទៃពោះដែលកត្តានេះធ្វើឲ្យម៉ាក់ងាយប្រឈមនឹងជំងឺដូចជាការឆ្លងរោគផ្សេងផ្លែសាវម៉ាវមានផ្ទុកស្ពាន់ដែលជួយសម្រួលដល់ការផលិតកោសិកាឈាមសដើម្បីប្រឆាំងនឹងអតិសុខុមប្រាណបង្កជំងឺបាទអស់លោកស្រីបងប្អូនទាំងអស់គ្នាបាទនេះគឺជា7ចំណុចបាទដែលផ្លែសាវម៉ាវគឺមានអត្ថប្រយោជន៍សម្រាប់បងប្អូនបាទស្ត្រីដែលគាត់កំពុងតែពោះបាទគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់បងប្អូនយើងណាដែលគាត់មានការពោះហ្នឹងគឺគាត់អាច
ញ៉ាំផ្លែសាវម៉ាវនេះបានហើយក៏ជួយទៅដល់សុខភាពហើយក៏មានអត្ថប្រយោជន៍ច្រើនសម្រាប់បងដែលគាត់កំពុងតែពោះហ្នឹងបាទអរគុណហើយចំពោះអត្ថបទនេះបាទយើងខ្ញុំក៏បានដកស្រង់ពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីជាការចែករំលែកទៅដល់បងប្អូនឲ្យបានដឹងអំពីអត្ថប្រយោជន៍របស់ផ្លែសាវម៉ាវបាទហើយចំពោះអត្ថបទនេះយើងខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះបាទហើយក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានបាទស្ដាប់នៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំហើយក៏អរគុណទៅដល់បងប្អូនដែលគាំទ្រកន្លងមកបាទអរគុណណាស់ហើយមុននឹងបញ្ចប់នេះយើងខ្ញុំក៏សូមគោរពជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមគោរពលា